อรุณสุดใดในต่างออกนี่ថ្ងៃនេះខ្ញុំចង់ចែករំលែកអ្វីដែលសាមញ្ញប៉ុន្តែមានថាមពលច្បាប់9ដើម្បីឈ្នះក្នុងជីវិតគ្មានទ្រឹស្ដីស្មុគស្មាញគ្មានរូបមន្តជោគជ័យពេញមួយយប់គ្រាន់តែជាច្បាប់អនុវត្តជាក់ស្ដែងដែលអាចផ្លាស់ប្ដូរជីវិតរបស់អ្នកមនុស្សជាច្រើនចំណាយជីវិតរបស់ពួកគេដោយរងចាំឱកាសត្រឹមត្រូវរងចាំជំនាញត្រឹមត្រូវរងចាំពេលវេលាដ៏ល្អឥតខ្ចោះនៅពេលដែលអ្វីគ្រប់យ៉ាងធ្លាក់ចូលកន្លែងប៉ុន្តែខ្ញុំសូមប្រាប់អ្វីមួយមិនមានពេលល្អឥតខ្ចោះទេតែងតែមានឧបសគ្គតែងតែមានហេតុផលដើម្បីស្ទាក់ស្ទើរប្រសិនបើអ្នកនៅតែរងចាំអ្នកនឹងឃើញថាជីវិតដើរទៅមុខដោយឃើញអ្នកមនុស្សជោគជ័យបំផុតក្នុងពិភពលោកមិនបានចាប់ផ្ដើមទេពីព្រោះអ្វីគឺល្អទាំងអស់ពួកគេបានចាប់ផ្ដើមទោះបីជាមានភាពមិនល្អឥតខ្ចោះក៏ដោយពួកគេបានចាប់ផ្ដើមនៅពេលដែលពួកគេមិនច្បាស់លាស់នៅពេលដែលពួកគេមានបទពិសោធន៍តិចតួចនៅពេលដែលពួកគេមិនមានចម្លើយទាំងអស់អ្វីដែលបំបែកនឹកឈ្នះពីអ្នកដែលនៅសល់គឺការមានឆន្ទៈក្នុងការធ្វើសកម្មភាពទោះបីជាអ្វីមិនល្អឥតខ្ចោះក៏ដោយគិតអំពីវាតើអ្នកប្រាប់ខ្លួនឯងប្រមាណដងហើយខ្ញុំនឹងចាប់ផ្ដើមនៅថ្ងៃស្អែកឬខ្ញុំនឹងធ្វើវានៅពេលដែលខ្ញុំមានពេលច្រើនជាងនេះឬខ្ញុំនឹងរងចាំរហូតដល់ខ្ញុំមានអារម្មណ៍ថារួចរាល់ហើយប្រមាណដងហើយដែលថ្ងៃស្អែកមិនដែលមកការពិតគឺការត្រៀមខ្លួនគឺជាទេវកាគ្មាននរណាត្រៀមខ្លួន 100% សម្រាប់អ្វីថ្មីនោះទេមធ្យោបាយតែមួយដើម្បីត្រៀមខ្លួនគឺត្រូវចាប់ផ្ដើមរាល់សមិទ្ធភាពធំចាប់ផ្ដើមដោយជំហានតូចមួយជំហានដំបូងប្រហែលជារញ៉េរញ៉ៃវាប្រហែលជាមិនស្រួលប៉ុន្តែជំហានដំបូងនោះគឺជាអ្វីដែលនាំទៅរកការរីកចម្រើនប្រសិនបើអ្នកនៅពន្យាពេលនោះអ្នកគ្រាន់តែពន្យាពេលការរីកលូតលាស់និងជោគជ័យបាក់អ្នកការខុសគ្នារវាងមនុស្សជោគជ័យនិងអ្នកដែលមិនជោគជ័យមិនមែនបញ្ញាសំណាងឬធនធានទេវាគឺសកម្មភាពអ្នកដែលប្រថៃអ្នកដែលឈានចេញពីតំបន់ផាសុភាររបស់ខ្លួនអ្នកដែលចាប់ផ្ដើមមុនពេលដែលពួកគេមានអារម្មណ៍ថារួចរាល់គឺជាអ្នកឈ្នះនៅទីបំផុតដូច្នេះកុំខ្ជិលខ្ចាយពេលគិតឬសង្ស័យអំពីខ្លួនឯងទៀតប្រសិនបើអ្នកមានគំនិតចាប់ផ្ដើមធ្វើការងារលើវាប្រសិនបើអ្នកមានសុបិនចូលបោះជំហានដំបូងឆ្ពោះទៅរកវាប្រសិនបើអ្នកចង់កែលម្អចាប់ផ្ដើមថ្ងៃនេះឈប់រងចាំការអនុញ្ញាតសម្រាប់ការធានាសម្រាប់លក្ខខណ្ឌដ៏ល្អឥតខ្ចោះគ្រាន់តែចាប់ផ្ដើមឥឡូវនេះហើយគិតរឿងតាមផ្លូវបរាជ័យគឺជាគំនិតយល់ខុសម្យ៉ាងក្នុងជីវិតមនុស្សខ្លាចវាជៀសវាងវាហើយខ្លះទៀតអាចនឹងអនុញ្ញាតឲ្យវាកំណត់ពួកគេប៉ុន្តែការពិតគឺបរាជ័យមិនមែនផ្ទុយពីជោគជ័យទេវាគឺជាផ្នែកមួយនៃជោគជ័យមនុស្សគ្រប់រូបដែលសម្រេចបាននូវអ្វីដ៏អស្ចារ្យតែងតែបរាជ័យជាច្រើនដងមុននឹងទទួលបានវាត្រឹមត្រូវភាពខុសគ្នារវាងអ្នកជោគជ័យនិងអ្នកដែលមិនជោគជ័យគឺជារបៀបដែលពួកគេឆ្លើយតបទៅនឹងការបរាជ័យមនុស្សភាគច្រើនមើលឃើញថាបរាជ័យជាផ្លូវស្លាប់ប៉ុន្តែមនុស្សជោគជ័យចាត់ទុកវាជាជំហានមួយជំហានរាល់កំហុសរាល់ការបរាជ័យរាល់ការបដិសេធបង្រៀនអ្នកនៅអ្វីដែលមានតម្លៃវាផ្ដល់ឲ្យអ្នកនៅមេរៀនដែលគ្មានសិភៅគ្មានការបង្រៀនគ្មានដំបូលណាអាចផ្ដល់បានការរៀនសូត្រពិតប្រាកដកើតឡើងនៅពេលដែលអ្នកដួលងើបឡើងវិញនិងព្យាយាមម្ដងទៀតជាមួយនឹងចំណេះដឹងបន្ថែមបទពិសោធន៍កាន់តែច្រើននិងការតាំងចិត្តកាន់តែច្រើនគិតអំពីកុមារដែលកំពុងរៀនដើរពួកគេមិនក្រោកឈរទេហើយចាប់ផ្ដើមរត់ភ្លាមពួកគេជំពប់ដួលក្រោកឡើងម្ដងទៀតប្រសិនបើពួកគេបោះបង់ចោលក្រោយធ្លាក់លើកដំបូងពួកគេនឹងមិនរៀនដើរឡើយប៉ុន្តែគេមិនឈប់ទេព្រោះបរាជ័យជាធម្មជាតិពួកគេបន្តរហូតដល់ពួកគេទទួលបានជោគជ័យនោះហើយគឺជារបៀបដែលជីវិតដំណើរការបញ្ហាគឺពេលដែលយើងធំឡើងយើងកាន់តែខ្លាចបរាជ័យសង្គមបង្រៀនយើងថាការបរាជ័យគឺជារឿងដែលត្រូវខ្មាស់គេជារឿងដែលត្រូវលាក់ប៉ុន្តែតាមពិតរាល់ការបរាជ័យគឺជាមេរៀនរាល់ពេលដែលអ្នកបរាជ័យអ្នកនឹងទទួលបានប្រាជ្ញាដែលជួយអ្នកធ្វើការសម្រេចចិត្តបានល្អប្រសើរនាពេលអនាគតសហគ្រិនអត្តពលិកនិងអ្នកដឹកនាំដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្រសុទ្ធតែប្រឈមនឹងការបរាជ័យពួកគេត្រូវបានគេបដិសេធរិះគន់និងត្រូវបានប្រាប់ថាពួកគេនឹងមិនជោគជ័យឡើយប៉ុន្តែពួកគេមិនបានអនុញ្ញាតឲ្យបរាជ័យកំណត់ពួកគេទេផ្ទុយទៅវិញពួកគេបានប្រែវាជាអ៊ីនធនៈដើម្បីធ្វើការកាន់តែខ្លាំងឡើងដើម្បីកែលម្អនិងត្រឡប់មកកាន់តែខ្លាំងឡើងវិញបើអ្នកខ្លាចបរាជ័យអ្នកមិនដែលប្រថុយនៃឡើយហើយបើអ្នកមិនដែលប្រថុយអ្នកនឹងមិនអាចរីកចម្រើនបានទេគន្លឹះសំខាន់គឺមើលឃើញភាពបរាជ័យមិនមែនជាឧបសគ្គទេប៉ុន្តែជាគ្រូវិភាគអ្វីដែលខុសរៀនពីវានិងឆ្ពោះមុខជាមួយនឹងចំណេះដឹងកាន់តែច្រើនចូលចងចាំថាបរាជ័យមិនមែនមានន័យថាអ្នកល្អមិនគ្រប់គ្រាន់នោះទេវាមានន័យថាអ្នកកំពុងព្យាយាមវាមានន័យថាអ្នកកំពុងរុញខ្លួនឯងឲ្យផុតពីតំបន់ផុសសុខភាពរបស់អ្នកហើយនោះហើយគឺជាកន្លែងដែលជោគជ័យពិតប្រាកដចាប់ផ្ដើមដូច្នេះជំនួសដោយរត់យំពីការបរាជ័យចូលអបស្របវាទទួលស្គាល់ថាវាគឺជាផ្នែកមួយនៃដំណើរនិងបន្តទៅមុខទៀតការងារធន់ធ្ងន់ជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យមិនថាអ្នកមានទេពកោសល្យឬឆ្លាតប៉ុណ្ណា
បើមិនមានការខិតខំប្រឹងប្រែងក៏មិនមានអ្វីដ៏អស្ចារ្យអាចសម្រេចបានឡើយពិភពលោកពោពេញទៅដោយមនុស្សដែលមានគំនិតប្រសើរប៉ុន្តែមិនដែលខិតខំប្រឹងប្រែងដើម្បីឲ្យវាคล้ายទៅជាការពិតម្យ៉ាងវិញទៀតប្រវត្តិសាស្ត្រពោពេញទៅដោយគំរូនៃមនុស្សសាមញ្ញដែលធ្វើការដោយអសាមញ្ញនិងទទួលបានលទ្ធផលដ៏អស្ចារ្យការងារធុនធនបំបែកអ្នកដែលស៊ុបបិណ្ឌឲ្យចេញពីអ្នកដែលសម្រេចអ្វីមួយយ៉ាងណាក៏ដោយប្រឹងប្រែងតែម្នាក់ឯងមិនគ្រប់គ្រាន់ទេមនុស្សជាច្រើនចំណាយពេលឆ្នាំធ្វើការដោយអសាមញ្ញដោយគ្មានការឃើញលទ្ធផលពិតប្រាកដព្រោះពួកគេផ្ដោតទៅលើរឿងខុសទៀតនោះហើយគឺហេតុផលដែលធ្វើការឆ្លាតវៃមានសម្រាប់សំខាន់ដោយការខិតខំប្រឹងប្រែងដូចគ្នាវាមិនមែនគ្រាន់តែចាក់ម៉ោងចេញទេវានិយាយអំពីកន្លែងដែលត្រូវដាក់ម៉ោងទាំងនោះអ្វីដែលត្រូវកំណត់អតិថិម័តហើយនឹងរៀបចំការប្រើប្រាស់ពេលវេលាឲ្យបានត្រឹមត្រូវអារ៉ាប៊ិកបានដាងទៅហៅថាមានមនុស្សពីរនាក់កំពុងព្យាយាមកាប់ដើមឈើម្នាក់ធ្វើការដោយអសាមញ្ញវពពួកចាស់ម៉ោងជាច្រើនបាក់ស្មាំងហើយធាត់ស្រក់ម្នាក់ទៀតចំណាយពេលតិចតួចដើម្បីសម្រួលពួករបស់ខ្លួនឯងមុននឹងចាប់ផ្ដើមធ្វើឲ្យប្រសិទ្ធភាពនៃការវាយប្រហារនីមួយៗមានប្រសិទ្ធភាពឡើងតើអ្នកគិតថានរណាគេនឹងធ្វើឲ្យមុននោះគឺមនុស្សដែលធ្វើការឆ្លាតវៃមិនមែនប្រឹងប្រែងបានទេការងារឆ្លាតវៃមានន័យថាប្រើប្រាស់ពេលវេលារបស់អ្នកដោយមានបញ្ញាវាមានន័យថាកំណត់ថាការងារណាដែលនាំមកនូវលទ្ធផលនិងផ្ដោតទៅលើការងារទាំងនោះមនុស្សជាច្រើនខ្ពេចកំទីពេលវេលាទៅលើរឿងដែលមិនសំខាន់ទេប្រជុំនាវែងកិច្ចការដែលមិនចាំបាច់ឬព្យាយាមធ្វើអ្វីៗដោយខ្លួនឯងចំណូលដោយការប្រគល់សិទ្ធិការធ្វើការឆ្លាតវៃមានន័យថាយល់ដឹងថាការប្រឹងប្រែងណានាំមកនូវចំណូលខ្ពស់និងផ្ដោតទៅលើការប្រឹងប្រែងនោះវាក៏មានន័យថាប្រើប្រាស់តិចណូឡូជីរៀនពីអ្នកជំនាញនិងកាន់តែកែលម្អវិធីសាស្ត្ររបស់អ្នកមនុស្សដែលជោគជ័យបំផុតមិនមែនគ្រាន់តែប្រឹងប្រែងទេពួកគេវិភាគថាតើការងារណាដែលដំណើរការហើយដែលមិនដំណើរការកែលម្អរយុទ្ធសាស្ត្ររបស់គេនិងកាន់តែសម្រុកទានរកសមត្ថភាពកាន់តែប្រសើរការធ្វើការឆ្លាតវៃមានន័យថាការគ្រប់គ្រងថាមពលរបស់អ្នកដែរបើប្រកាន់ខ្លួនធ្វើការអសាមញ្ញដោយមិនចាំបាច់មានវិធីសាស្ត្រថាមពលរបស់អ្នកនឹងជួបការចកច័នសម្រាប់ហើយនឹងប្រសើរឡើងវិញគឺជាប្រព័ន្ធនៃការងារដែលឆ្លាតវៃព្រោះស្គាល់ក្បាលដ៏ខំខ្វាយធ្វើការសម្រេចចិត្តមិនត្រឹមត្រូវដូច្នេះហើយកុំធ្វើការដោយងងមកពេកធ្វើការដូចឈួតប៉ុន្តែប្រកាសថាការប្រឹងប្រែងរបស់អ្នកត្រូវបានទៀងទៅកន្លែងត្រឹមត្រូវរកវិធីដើម្បីធ្វើឲ្យការងាររបស់អ្នកមានប្រសិទ្ធភាពឡើងកាន់តែផ្ដោតទៅលើអ្វីដែលសំខាន់និងកុំបាក់បង់ការកែលម្អភ្នំបឋាននៃការខិតខំប្រឹងប្រែងនិងការធ្វើការឆ្លាតវៃគឺជាអ្វីដែលនាំមកនូវភាពជោគជ័យពិតប្រាកដមនុស្សដែលអ្នកនៅបឹងផានមានឥទ្ធិពលខ្លាំងនៅលើភ្នែកស្មារតីសម្រាប់ចិត្តនិងទីបំផុតជីវិតរបស់អ្នកមិនថាអ្នកដឹងឬមិនដឹងទេមនុស្សដែលអ្នកចំណាយពេលច្រើនបំផុតនឹងរៀបចំភ្នែកស្មារតីមតិនិងអត្តកប្បរបស់អ្នកឡើយបើអ្នកតែងតែនៅគៀកគំនុតជាមួយនឹងមនុស្សអវិជ្ជមានខ្ជិលឬមិនអន់ចំថាជាប្រកាសណាស់ថាភ្នែកស្មារតីរបស់ពួកគេនឹងមកលើយើងមិនយូរមិនឆាប់នោះទេប៉ុន្តែបើអ្នកនៅឯគំនុតនឹងមនុស្សដែលមានមហិច្ឆតាវិជ្ជមាននិងរំជន់ពួកគេនឹងរំជន់អ្នកឲ្យរីករាយហើយកែលម្អជារៀងរាល់ថ្ងៃគិតអំពីដើមឈើទោះពូជខ្លាំងដោយពុនណាក៏តើបើដាំវាក្នុងដីមិនល្អក៏វាពិបាកដើម្បីរស់ឡើយប៉ុន្តែបើគ្រប់ស៊ីនោះដាក់ក្នុងដីដែលសម្បូរជីជាតិគឺវានឹងលូតលាស់ធ្វើការល្អប្រសើរជាងមុនគោលការណ៍ដូចគ្នាជាមួយនឹងមនុស្សបរិវាររបស់អ្នកនិងក្រុមហ៊ុនដែលអ្នកបន្តតួនាទីសំខាន់ក្នុងការកំណត់ថាតើអ្នកទៅនឹងណាឆ្ងាយក្នុងជីវិតមនុស្សដែលជោគជ័យយល់ដឹងរឿងនេះពួកគេស្វែងរកអ្នកណែនាំមិត្តភ័ក្តិនិងសហការីដែលធ្វើការប្រជែងគ្នាបណ្ដាលចិត្តជាតិនិងនាំមកនូវគុណសម្បត្តិល្អបំផុតរបស់ពួកគេដឹងថាការស្ថិតនៅក្នុងបរិយាកាសត្រឹមត្រូវអាចធ្វើឲ្យមានភាពខុសគ្នារវាងជោគជ័យនិងបរាជ័យប្រសិនបើអ្នកចំណាយពេលជាមួយមនុស្សដែលកែលម្អខ្លួនឯងឥតឈប់ឈរអ្នកដែលគិតធំនិងមានអាកប្បកិរិយាវិជ្ជមាននោះអ្នកនឹងទទួលយកគុណសម្បត្តិដូចគ្នាទាំងនោះដោយធម្មជាតិម្យ៉ាងវិញទៀតមនុស្សអវិជ្ជមានធ្វើឲ្យធម៌ពលរបស់អ្នកពួកគេត្អូញត្អែធ្វើការដោះសារនិងរិះគន់អ្នកដែលព្យាយាមសម្រេចបាននូវអ្វីដែលអស្ចារ្យប្រសិនបើអ្នកចំណាយពេលនៅក្បែរពួកគេច្រើនពេកពួកគេនឹងទាញអ្នកចុះដល់កម្រិតរបស់ពួកគេនឹងដាំការសង្ស័យនៅក្នុងចិត្តរបស់អ្នកបំបាក់ទឹកចិត្តអ្នកពីការប្រថុយប្រថាននិងធ្វើឲ្យអ្នកមានអារម្មណ៍ថាសុបិនរបស់អ្នកមិនអាចទៅរួចនោះហើយជាមូលហេតុដែលវាមានសារៈសំខាន់ខ្លាំងនៅក្នុងការឃ្លាតឆ្ងាយពីអធិពលពលការនៅជុំវិញខ្លួនអ្នកជាមួយមនុស្សល្អមិនមែនមានន័យថាស្វែងរកតែមិត្តជោគជ័យឬអ្នកមាននោះទេមានន័យថាជ្រើសរើសមនុស្សដែលស្មោះត្រង់គាំទ្រនិងមានផ្នត់គំនិតត្រឹមត្រូវវាមានន័យថាបង្កើតទំនាក់ទំនងជាមួយនឹងអ្នកដែលលើកទឹកចិត្តអ្នកជំរុញអ្នកឲ្យប្រសើរឡើងនិងអបសារតភាពជោគជ័យរបស់អ្នកជំនួសដោយអារម្មណ៍ច្រណែនឬច្រណែនពេលខ្លះការជ្រើសរើសត្រឹមត្រូវអំពីអ្នកណាដែលអ្នកចំណាយពេលជាមួយទាមទារឲ្យបោះបង់ទំនាក់ទំនងជាក់លាក់ប្រសិនបើនរណាម្នាក់តែងតែនាំមុខនូវភាពអវិជ្ជមានរឿងល្ខោនឬការបាក់ទឹកចិត្តចូលក្នុងជីវិតរបស់អ្នក
វាប្រហែលជាដល់ពេលដែលត្រូវដើរចេញហើយវាមិនមែនអំពីការឆ្លើយឬមិនសប្បុរសទេវានិយាយអំពីការការពារធម៌ពលរបស់អ្នកនិងផ្ដោតលើការលូតលាស់ផ្ទាល់ខ្លួនរបស់អ្នកទន្ទឹមនឹងនោះធ្វើជាមនុស្សដែលអ្នកដទៃចំនៅក្បែរគាំទ្រនិងលើកកម្ពស់អ្នកដែលនៅក្នុងវងរបស់អ្នកជោគជ័យមិនមែនគ្រាន់តែស្វែងរកមនុស្សត្រឹមត្រូវប៉ុណ្ណោះទេវាក៏និយាយអំពីការធ្វើជាមនុស្សត្រឹមត្រូវផងដែរប្រសិនបើអ្នកនៅជុំវិញខ្លួនអ្នកជាមួយមនុស្សអស្ចារ្យនិងរួមចំណាយជីវិតជំនាញដល់ទំនាក់ទំនងទាំងនោះអ្នកនឹងបង្កើតបរិយាកាសមួយដែលគ្រប់គ្នារីកចម្រើនបណ្ដាញរបស់អ្នកគឺជាទ្រព្យសម្បត្តិសុទ្ធរបស់អ្នកមិនថាតាក់ទងទៅនឹងលុយកាក់ប៉ុន្តែតាក់ទងទៅនឹងចំណេះដឹងប្រាជ្ញានិងការរីកចម្រើនតខ្លួនជ្រើសរើសរង្វង់របស់អ្នកដោយឆ្លាតវៃព្រោះនៅពេលចុងក្រោយមនុស្សជុំវិញអ្នកនឹងរុញអ្នកឆ្ពោះទៅរកគោលដៅរបស់អ្នកឬទាញអ្នកឲ្យឆ្ងាយពីគោលដៅទាំងនោះពេលដែលអ្នកគិតថាអ្នកដឹងអ្វីៗទាំងអស់គឺជាពេលដែលអ្នកឈប់លូតលាស់ជីវិតកំពុងផ្លាស់ប្ដូរជារៀងរាល់ឧស្សាហកម្មវិវត្តន៍និងឱកាសថ្មីៗលេចឡើងជារៀងរាល់ថ្ងៃមនុស្សដែលជោគជ័យនៅរយៈពេលវែងមិនចាំបាច់ជាអ្នកឆ្លាតបំផុតឬមានទេពកោសល្យបំផុតនោះទេពួកគេជាមនុស្សដែលនៅតែមានការចង់ដឹងចង់ហ៊ានបន្តការរៀនសូត្រនិងមិនដែលមានអារម្មណ៍ថាស្រួលខ្លួនពេកជាមួយនឹងអ្វីដែលពួកគេដឹងរួចទៅហើយការនៅស្រហៃឃ្លានមានន័យថាមានការជំរុញដើម្បីបន្តចុកជំហានទៅមុខទោះបីជាទទួលបានជោគជ័យផ្ដោយការនៅល្វែងមានន័យថាមានការក្លាហានក្នុងការប្រថុយប្រថានសួរសំណួរនិងអូបអរនៅអ្វីដែលមិនស្គាល់មនុស្សច្រើនពេកចូលដល់កម្រិតមួយនៃជោគជ័យហើយក៏ឈប់រៀនសូត្រភ្លេងពួកគេសន្និដ្ឋានថាពួកគេបានយល់អស់ហើយណែហើយជាទីដែលពួកគេចាប់ផ្ដើមធ្លាក់ចុះពិភពលោកមិនដែលរងចាំនរណាម្នាក់ទេមនុស្សជោគជ័យបំផុតមិនដែលឈប់រកចំណេះដឹងថ្មីជំនាញថ្មីនិងគំនិតថ្មីពួកគេនៅតែជាសេះនៅក្នុងជីវិតមិនថាពួកគេបានសម្រេចអ្វីប៉ុន្មានឡើងនោះទេពួកគេយល់ថាគ្រប់បទពិសោធន៍មិនថាជោគជ័យឬបរាជ័យសុទ្ធសឹងតែមានអ្វីដែលត្រូវបង្រៀនពួកគេគិតអំពីអ្នកប្រឌិតអ្នកប្រកបអាជីវកម្មនិងវិស័យធំធេងទាំងអស់ពួកគេមិនដែលភ័ន្តចិត្តក្នុងការធ្វើអ្វីដែលអ្នកដទៃកំពុងធ្វើនោះទេពួកគេតែងតែចង់ដឹងចង់ហ៊ានតែងតែសួរសំណួរនិងតែងតែរិនផ្ដំប្រោនៅព្រំដែននៃអ្វីដែលអាចធ្វើទៅបានពួកគេសប្បាយចិត្តប្រថុយប្រថានទោះបីជាអ្នកដទៃសង្ស័យក៏ផ្ដោយពួកគេមិនខ្លាចមើលទៅថាល្វែងព្រោះថាពួកគេយល់ថាគ្រប់របបបោះធំធេងទាំងអស់ចាប់ផ្ដើមពីគំនិតដែលមើលទៅឆ្កួតពីដើមមកការខ្លាចមើលទៅថាល្វែងធ្វើឲ្យមនុស្សជាច្រើនថយក្រោយពេកមនុស្សជាច្រើនចូលទៅក្នុងពិភពអាជីវកម្មអាជីពកម្មឬការអភិវឌ្ឍផ្ទាល់ខ្លួនជាមួយនឹងគោលបំណងចម្បងមួយគឺថារកលុយពួកគេដែងដាលតាមជោគជ័យភារយៈធនដោយជឿថាពេលដែលពួកគេរកបានគ្រប់គ្រាន់អ្វីផ្សេងទៀតនឹងទៅដោយខ្លួនឯងហើយប៉ុន្តែការពិតជោគជ័យពិតប្រាកដមិនចាប់ផ្ដើមពីលុយកាក់ឡើយវាចាប់ផ្ដើមពីសេវាកម្មបុគ្គលនិងក្រុមហ៊ុនដែលជោគជ័យបំផុតនៅពិភពលោកមិនបានចាប់ផ្ដើមដោយផ្ដោតទៅលើតែតើពួកគេអាចរកលុយចំណាយប៉ុណ្ណាពួកគេចាប់ផ្ដើមផ្ដោតទៅលើតម្លៃដែលពួកគេអាចផ្ដល់បានប្រសិនបើអ្នកបម្រើមុនប្តីរង្វាន់នឹងទទួលបានជាគិតអំពីអ្នកប្រឌិតអ្នកដឹកនាំនិងអ្នកជីងរបស់ម្នាក់ដែលគួរឲ្យគោរពទាំងអស់ពួកគេទាំងអស់បានកសាងជោគជ័យទៅលើដំណោះស្រាយបញ្ហាបំពេញតម្រូវការនិងកែលម្អជីវិតរបស់មនុស្សលួយកាក់គឺជាផលចំណេញនៃសេវាកម្មរបស់ពួកគេប្រសិនបើអ្នកក្រឡេកមើលការងារធំធេងបំផុតនៅពិភពលោកអ្នកនឹងឃើញថាពួកគេមិនមែនខ្លាយជាការងារធំធេងដោយលួចប្រដុកបំណុលនោះទេពួកគេខ្លាយទៅជាការងារធំធេងដោយបានផ្ដល់អ្វីដែលមានតម្លៃដែលជួយមនុស្សពិតប្រាកដបំរាមមុនរកទៅកាក់មានន័យថាផ្លាស់ប្ដូរផ្នត់គំនិតរបស់អ្នកពីអ្វីដែលអាចទទួលបានទៅកាន់អ្វីដែលអាចផ្ដល់បានពេលដែលអ្នកផ្ដោតទៅលើការជួយអ្នកដទៃមិនថាតាមរយៈផលិតផលសេវាកម្មឬគ្រាន់តែបន្ថែមតម្លៃជូនដល់ជីវិតរបស់នរណាម្នាក់អ្នកនឹងបង្កើតការទុកចិត្តការគាំទ្រនិងជីវិតជោគជ័យយូរអង្វែងមនុស្សមិនដែលទិញផលិតផលទេពួកគេទិញដំណោះស្រាយពួកគេមិនដែលដើរតាមអ្នកដឹកនាំទេពួកគេដើរតាមអ្នកពេញចិត្តជំរុញនិងកោកបំគួនពួកគេប្រសិនបើអ្នកបម្រើមនុស្សជាច្រើនឱកាសជាច្រើននឹងចូលមកហើយមេរៀននេះអនុវត្តមិនត្រឹមតែពីការងារទេប៉ុន្តែនៅក្នុងគ្រប់វិស័យនៃជីវិតប្រសិនបើអ្នកចង់រីកចម្រើននៅក្នុងអាជីពការងាររបស់អ្នកកុំតាមដងតែ promotion រកវិធីដើម្បីជួយអ្នកដទៃធ្វើជាមនុស្សដែលដោះស្រាយបញ្ហាមានពិនិត្យពៀនគំនិតនិងធ្វើឲ្យជីវិតរបស់អ្នកដទៃងាយស្រួលឡើង ប្រ
ប្រសិនបើអ្នកចង់បានទំនាក់ទំនងរឹងមាំកុំគិតថាអ្វីដែលអ្នកអាចទទួលបានគិតថាតើអ្នកអាចជំរុញកោកបំកូននិងលើកទឹកចិត្តអ្នកដទៃបានយ៉ាងណាការដែលអ្នកធ្វើអ្វីច្រើនជាងការទទួលបានជោគជ័យខ្លាយទៅជាផលចំណាយធម្មជាតិហើយប៉ុន្តែអាសន្នខ្លះពួកគេរកនៅផ្លូវកាត់ពួកគេចង់ទទួលបានលុយដោយមិនចាំបាច់ធ្វើអ្វីសោះពួកគេរកលុយឆាប់ដោយមិនផ្ដោតតម្លៃដោយតាមម្ដាប្រសិនបើពួកគេយកនៅផ្លូវបែបនេះពួកគេមិនយូរចរន្តតដោយសំណាងនោះទេពិភពលោកតែងតែមានផលចំណេញដោយអ្នកបង្កើតផលប៉ះពាល់មិនមែនដោយអ្នករកចំណេញដោយមិនមានគោលបំណងនោះទេបំរើមុនទទួលសំណាងក៏កើនគេឈ្មោះរបស់ពួកគេផងដែរពេលដែលអ្នកឃើញថាពួកគេបងប្រុងពុតប្រកបពួកគេនឹងជឿថាអ្នកគ្រប់គ្រងពួកគេភ្លើងពិតប្រកបនឹងយកជូនអ្នកដទៃប្រផងមនុស្សមានពិតជាមានបំរើសម្រាប់ពួកគេពិតប្រាកដមនុស្សជាច្រើនអាចមានការប្រកួតគ្នាក្នុងរឿងចំណែងផ្លូវកាត់និងភ្លូដោយហេតុដើម្បីបានភារញ្ញត្តិនៅពេលដែលអ្នកបើកបរការងារមិនថាអ្នកធ្វើអ្វីនៅក្នុងជីវិតក៏ដោយមានអ្នករិះគន់មានអ្នកសង្ស័យនិងវិធមិត្តរបស់អ្នកធំពេលដែលអ្នកចាប់ផ្ដើមដេញដាលតាមសុបិនប្រថុយប្រឋាននឹងធ្វើអ្វីដែលប្លែកភីពួកគេនឹងចុំមកនៅភាពអវិជ្ជមានដើម្បីថាអ្នកធ្វើមិនបានល្អទេមនុស្សផ្សេងទៀតក៏សាមួយគំនិតរបស់អ្នកហើយនិយាយថាអ្នកកំពុងតែកំទេចការពេលវេលារបស់ខ្លួនប៉ុន្តែការពិតទៅมันមានអ្នកណាគេធ្វើបានជាងអ្នកបដ ாய் អ្នកដែលរិះគន់ខ្ទិះខ្ទីមិនធត់ជាអ្នកដែលខ្លាចពេកមិនវែងឆ្ងាយពីការជោគជ័យអ្នកស្អប់ស្ថិតនៅគ្រប់វិស័យមិនថាអ្នកកំពុងតែប្រកបហូរអាជីវកម្មឬស្វែងរកអ្វីចំណាស់ជាវិពិសេសពួកគេតែងតែមានសង្ស័យអំពីអ្នកពួកគេខ្លះនឹងព្យាយាមបំបាក់ទឹកចិត្តអ្នកពីការច្រណែនខណៈអ្នកផ្សេងទៀតអាចជឿជាក់យ៉ាងពិតប្រាកដថាអ្នកនឹងបរាជ័យប៉ុន្តែគំនិតរបស់ពួកគេមិនកំណត់ភាពជោគជ័យរបស់អ្នកទេបើអ្នកស្ដាប់រឿងអវិជ្ជមានអ្នកនឹងចាប់ផ្ដើមស៊ូខ្លួនឯងហើយការសង្ស័យខ្លួនឯងគឺជាឃាតករដ៏ធំបំផុតនៃសុបិនគិតអំពីមនុស្សដែលជោគជ័យបំផុតនៅលើពិភពលោកសហគ្រិនសិល្បករអត្តពលិកអ្នកច្នៃប្រឌិតពួកគេទាំងអស់សុទ្ធតែមានអ្នករិះគន់ពួកគេទាំងអស់ប្រឈមនឹងការបដិសេធប៉ុន្តែហេតុផលដែលពួកគេទទួលបានជោគជ័យគឺដោយសារពួកគេមិនអនុញ្ញាតឲ្យភាពអវិជ្ជមានបញ្ឈប់ពួកគេឡើយពួកគេបានបន្តកែលម្អនិងអនុញ្ញាតឲ្យលទ្ធផលរបស់ពួកគេនិយាយដោយខ្លួនឯងបើគេបានស្ដាប់អ្នកសង្ស័យនោះគេមិនបានសម្រេចអ្វីអស្ចារ្យឡើយគន្លឹះក្នុងការដោះស្រាយជាមួយអ្នកស្អប់គឺត្រូវអភិវឌ្ឍស្បែកក្រាស់យល់ថាការរិះគន់គឺជាផ្នែកមួយនៃជីវិតមិនមែនគ្រប់គ្នានឹងគាំទ្រអ្នកទេហើយវាមិនអីទេគោលដៅរបស់អ្នកគឺមិនមែនដើម្បីផ្គាប់ចិត្តមនុស្សគ្រប់គ្នានោះទេគោលដៅរបស់អ្នកគឺដើម្បីជោគជ័យអ្នកកាន់តែសម្រេចការរិះគន់កាន់តែច្រើនអ្នកនឹងទាក់ទាញតាមពិតទៅប្រសិនបើគ្មាននរណាម្នាក់សង្ស័យឬរិះគន់អ្នកប្រហែលជាមិនមានគោលដៅខ្ពស់គ្រប់គ្រាន់នោះទេជំនួសឲ្យការខ្ជាក់ខ្ជាយពេលវេលាឆ្លោះជាមួយមនុស្សដែលមិនជឿលើអ្នកចូលផ្ដោតទៅលើការបង្ហាញថាពួកគេខុសតាមរយៈសកម្មភាពជោគជ័យគឺជាការឆ្លើយតបដ៏ល្អបំផុតចំពោះភាពអវិជ្ជមានអនុញ្ញាតឲ្យការងាររបស់អ្នកការរីកចម្រើនរបស់អ្នកនិងសមិទ្ធផលរបស់អ្នកបំបិទមាត់អ្នកសង្ស័យសូមចាំថាអ្នកស្អប់តែងតែយកចិត្តទុកដាក់កាន់តែអ្នកចូលរួមជាមួយនឹងពួកគេនោះអ្នកនឹងផ្ដល់ថាមពលដល់ពួកគេកាន់តែច្រើនប៉ុន្តែប្រសិនបើអ្នកប្រងើយកន្តើយនឹងពួកគេនឹងបន្តដំណើរទៅមុខទៀតនោះពាក្យរបស់ពួកគេនឹងបាត់បង់អត្ថន័យជោគជ័យមិនមែនជាព្រឹត្តិការណ៍មួយយប់ទេវាគឺជាដំណើរដែលទាមទារការអត់ធ្មត់ការតស៊ូនិងការព្យាយាមជាបន្តបន្ទាប់មនុស្សជាច្រើនបោះបង់ចោលឆាប់ពេកព្រោះគេរំពឹងថានឹងទទួលបានលទ្ធផលភ្លាមពេលមិនឃើញជោគជ័យភ្លាមក៏បាក់ទឹកចិត្តនិងចាប់ផ្ដើមសង្ស័យលើខ្លួនឯងប៉ុន្តែការពិតទៅអ្វីដែលមានមេឃក្នុងជីវិតត្រូវការពេលវេលាមិនថាអ្នកកំពុងកសាងអាជីវកម្មចាប់ផ្ដើមអាជីវកម្មរៀនជំនាញថ្មីឬក៏ធ្វើការលើការលូតលាស់ផ្ទាល់ខ្លួនឯងក៏ដោយការអត់ធ្មត់គឺចាំបាច់ណាស់ទោះបីជាយ៉ាងណាក៏ដោយការអត់ធ្មត់មិនមែនមានន័យថារងចាំដោយអកសិទ្ធនោះទេវាមានន័យថាជឿទុកចិត្តលើដំណើរការខណៈពេលកំពុងបន្តសកម្មភាពគិតអំពីដើមឈើមួយពេលអ្នកដាំគ្រាប់ស៊ីកអ្នកមិនឃើញលទ្ធផលភ្លាមទេអ្នកស្រោចទឹករៀងរាល់ថ្ងៃចិញ្ចឹមវានិងផ្ដល់ពន្លឺថ្ងៃប៉ុន្តែច្រើនសប្តាហ៍ឬរាប់ខែវាហាក់ដូចជាមិនមានអ្វីកើតឡើង
ប៉ុន្តែក្រោមដីឬកំពុងលូតលាស់គ្រឹះកំពុងបានកសាងនិងត្រឹមតែថ្ងៃមួយពន្លានទី1ក៏ចេញឡើងហើយយូរយ៉ាងគ្រប់តូចមួយក៏ដុះទៅជាដើមឈើដ៏រឹងមាំនេះគឺជារបៀបដែលជោគជ័យធ្វើការខិតខំប្រឹងប្រែងដែលយ៉ាងបានដាក់ថ្ងៃនេះប្រហែលជាមិនបានបង្ហាញលទ្ធផលភ្លាមប៉ុន្តែវាមិនមែនមានន័យថាវាត្រូវបានខ្ជះខ្ជាយនោះទេអ្វីដែលអ្នកធ្វើគឺកសាងគ្រឹះសម្រាប់អនាគតពន្លុកគឺត្រូវបន្តទៅមុខខណៈពេលមានការអន់ធ្មត់មនុស្សជាច្រើនបោះបង់ចោលឆាប់ពេកឬក៏រងចាំយូរពេកដោយមិនចាត់វិធានការអត់ធ្មត់មិនមែនគឺជាការអង្គុយស្ងៀមហើយសង្ឃឹមថាមានអ្វីកើតឡើងនោះទេវានិយាយអំពីការធ្វើយ៉ាងខ្ជាប់ខ្ជួនឆ្ពោះទៅគោលដៅរបស់អ្នកទោះបីជាការរីកចម្រើនសម្ដែងថាយឺតយ៉ាងក៏ដោយបន្តរៀនសូត្របន្តកែលម្អនិងបន្តជ្រុញខ្លួនឯងព្រោះរាល់ជំហានតូចៗដែលអ្នកធ្វើគឺនាំអ្នកកាន់តែជិតទៅនឹងជោគជ័យវានឹងមានពេលខ្លះដែលអ្វីមិនបានដំណើរការដូចជាការគ្រោងទុកអ្នកអាចប្រឈមនឹងការថយក្រោយនឹងការពន្យាពេលវេលានិងការខកចិត្តនេះគឺជាកន្លែងដែលការអត់ធ្មត់คล้ายទៅជាថាមពលជំនួសឲ្យការធ្លាក់ទឹកចិត្តជួលប្រើប្រាស់ការថយក្រោយជាបទពិសោធន៍រៀនសូត្ររាល់ការប្រឈមបង្រៀនអ្នកអ្វីដែលមានតម្លៃរាល់ការបរាជ័យនាំអ្នកទៅមួយជំហានខ្ពស់ទៅមុខទៀតមនុស្សដែលសម្រេចបានលទ្ធផលល្អមិនមែនជាមនុស្សដែលមិនដែលជួបឧបសគ្គនោះទេប៉ុន្តែគឺជាមនុស្សដែលបន្តទៅមុខទោះជាយ៉ាងណាក៏ដោយទន្ទឹមនឹងគ្នានេះកុំចូលទៅក្នុងអន្ទាក់នៃការរងចាំយូរពេកខ្លះរៀបចំខ្លះរំពឹងខ្លះកែលម្អប៉ុន្តែពួកគេមិនដែលធ្វើការតាមផ្លានពាំងឡើយពួកគេប្រាប់ខ្លួនឯងថាខ្ញុំនឹងចាប់ផ្ដើមពេលណាដែលត្រឹមត្រូវឬខ្ញុំនឹងរងចាំឱកាសដ៏ល្អប្រសើរប៉ុន្តែគ្មានពេលណាដែលល្អប្រសើរនោះទេពេលវេលាដែលត្រឹមត្រូវគឺនឹងពេលនេះហើយទោះបីជាអ្នកមិនតាន់ត្រៀមខ្លួនរួចរាល់ពេញលេញក៏ដោយចាប់ផ្ដើមធ្វើការទៅបោះបៀនជំហានតូចទៅរៀនពេលណាដែលធ្វើការកែលម្អយុទ្ធសាស្ត្ររបស់អ្នកប៉ុន្តែកុំបញ្ឈប់ការរីករំរានការអត់ធ្មត់គឺដឹងថាជោគជ័យនឹងមកបល់ប៉ុន្តែការតស៊ូគឺធានាថាអ្នកនឹងបន្តធ្វើការសម្រាប់វាមនុស្សដែលជោគជ័យបំផុតគឺជាមនុស្សដែលយល់ពីសមតុល្យរវាងតាមពីនេះពួកគេមិនប្រប៉ះប្រពាលមិនបង្កឹងស្រែកអ្វីនោះទេប៉ុន្តែពួកគេក៏មិននឹងស្ងៀមឡើយពួកគេធ្វើការជាប្រចាំជឿទុកចិត្តលើដំណើរការនិងរក្សាការអត់ធ្មត់គ្រប់គ្រាន់ដើម្បីឃើញលទ្ធផលបង្ហាញខ្លួនឯងការឈ្នះក្នុងជីវិតមិនមែនជាសំណាងទេវានិយាយអំពីការធ្វើការចាត់វិធានការអត់ធ្មត់ឲ្យបន្តទៅមុខជារឿយៗឥឡូវនេះកុំគ្រាន់តែស្ដាប់ច្បាប់នេះប្រើវាឲ្យមានប្រយោជន៍ពេលវេលារបស់អ្នកចាប់ផ្ដើមពីឥឡូវនេះហើយសូមអរគុណ